ចាយើងងាកទៅចាប់អារម្មណ៍ទៅនឹងវិស័យកីឡាវិញម្ដងចាគឺដោយក្រុមកីឡាករនីបាល់ទាត់នៃអង្គការ AFCA នឹងចូលរួមប្រកួតបាល់ទាត់ JASL 7របស់សង្ហបុរីស្ថាបនិកមូលនិធិកុមារកម្ពុជានិងស្ថាបនិកក្លឹបកីឡាបាល់ទាត់រីករាយចម្ពោះកម្ពុជាអូស្ត្រាលីបានធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយកាលពីព្រឹកថ្ងៃទី27ខែមីនាឆ្នាំ2023នេះក្នុងគោលបំណងផ្សព្វផ្សាយបំផុសនិងលើកទឹកចិត្តទៅដល់ក្រុមបាល់ទាត់នារីកម្ពុជា12នាក់ដែលត្រូវចេញទៅប្រកួតព្រឹត្តិការណ៍ប្រកួតបាល់ទាត់ JSSL 7របស់សង្ហបុរីចាប់ពីថ្ងៃទី7ដល់ថ្ងៃទី9ខែមេសាឆ្នាំ2023លោក Paris Grogan ស្ថាបនិកក្លឹបកីឡាបាល់ទាត់រីករាយកម្ពុជាអូស្ត្រាលីបានដឹងថាក្រុមបាល់ទាត់នារីអាយុក្រោម16ឆ្នាំនឹងក្លាយទៅជាក្រុមដំបូងគេរបស់កម្ពុជាបានចូលរួមប្រកួតបាល់ទាត់ JASL 7នៅប្រទេសសង្ហបុរីតាមរយៈអង្គការ AFCA បានជ្រើសរើសនិងបណ្ដុះបណ្ដាលកីឡាករនីទាំង12នាក់ដើម្បីចូលរួមប្រកួតកីឡាឲ្យប្រទេសកម្ពុជាតាមរយៈការប្រកួតនេះលោក Paris Dragon គឺបានសង្ឃឹមថាកីឡាករនីអាយុក្រោម16ឆ្នាំរបស់កម្ពុជានឹងទទួលបានបទពិសោធន៍ថ្មីពីយុវជនមកពីបណ្ដាក្លឹបល្បីៗដូចជាក្លឹបបាល់ទាត់អាជីពមកពីអឺរ៉ុប Liverpool, Manchester United, Arsenal FC, Barcelona FC, Atletico Madrid និង Valencia FC លោក Patrick Trogan គឺបានបន្តថា JASL 7គឺបង្កើតឡើងពីឆ្នាំ2013ដែលមានសមាជិកក្រុមចំនួន40នាក់ប៉ុណ្ណោះចូលរួមរីឯឆ្នាំ2023នេះគឺជាខួប8ឆ្នាំរបស់ JASL 7ដែលគេរំពឹងថានឹងមានកីឡាករកីឡាការិនីប្រមាណ 4000 នាក់មកចូលរួមព្រឹត្តិការណ៍កីឡាយុវជនដ៏ធំបំផុតរបស់អាស៊ីដែលនឹងប្រព្រឹត្តទៅនៅ4កន្លែងក្នុងប្រទេសសង្ហបុរីសម្រាប់ក្រុមកីឡាករនីកម្ពុជានឹងចូលរួមចំនួន5ប្រកួតក្នុងទម្រង់លេងមួយក្រុមចំនួន7នាក់ក្នុងការប្រកួតដែលមានរយៈពេលចំនួន22នាទីលោក Scott Nelson ស្ថាបនិកមូលនិធិកម្ពុជាកុមារកម្ពុជាបានលើកឡើងថាយើងទាំងអស់គ្នាពិតជាមានក្តីរីករាយជាខ្លាំងដែលទទួលបានព័ត៌មានថាប្រទេសកម្ពុជានឹងមានតំណាងរបស់ខ្លួនចូលរួមប្រកួតJASL 7នៅប្រទេសសង្ហបុរីគឺក្មេងស្រីមកពីមូលនិធិកុមារកម្ពុជានឹងទទួលបានបទពិសោធន៍ចូលរួមការប្រកួតកីឡាបាល់ទាត់ជាលក្ខណៈអន្តរជាតិលើកដំបូងរបស់ពួកគេយើងសូមថ្លែងអំណរគុណទៅដល់ចំពោះ AFCA និង Patrick ចាគឺដែលខិតខំធ្វើការទាំងយប់ទាំងថ្ងៃនាំមកនៅសមិទ្ធផលទាំងនេះសូមជម្រាបផងដែរថាព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ JASL 7គឺជាការប្រកួតយុវជនដ៏ធំបំផុតរបស់អាស៊ីដែលមានការចូលរួមពីក្រុមជាង400និងកីឡាករកីឡាការិនីជាង5000នាក់មកពី15ប្រទេសក្នុងនោះក៏មានក្រុមតំណាងឲ្យប្រទេសកម្ពុជាចូលរួមផងដែរ